បាទជំរាបសួរពុកម៉ែបងប្អូនហ្នឹងហើយនេះជាថ្ងៃទី8មិនិនាឆ្នាំ2026ស្ថានភាពផ្លូវអ៊ីរបស់ភូមិភ្នំពេញសង្កាត់ភ្នំពេញថ្មីភូមិភ្នំពេញថ្មីសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខរាជធានីភ្នំពេញឥឡូវនេះមើលទៅនេះរបងដែលមានរុះដែលគេរុះរើហើយយកមកបិទបាំងសិនដោយសារយើងមិនទាន់មានលទ្ធភាពធ្វើអីបាននៅឡើយទេហើយមួយទៀតកំពុងតែរងចាំការឆ្លើយតបរបស់សាលាខណ្ឌហើយនឹងថ្នាក់ដឹកនាំក្រសួងដែនដីរៀបចំដែនដីនិងនគររូបនីយកម្មដោយសារពួកយើងមិនបានទទួលដោយការសន្យារបស់អាជ្ញាធរថារាល់ការឈូសឆាយរុះរើនឹងត្រូវផ្ដល់សំណងផ្សេងតែឥឡូវនេះមិនទាន់មានឡើយឃើញតែជាងអីផ្សេងដែលពួកគាត់មកធ្វើរបងឲ្យផ្ទះជាប់របងខ្ញុំហើយផ្ទះតូខ្នងគ្នានេះឥឡូវរបងពួកគាត់ចិត្តរួចរាល់ហើយជារបងដែលរៀបចំដោយសាលាខណ្ឌសែនសុខដែលពួកគាត់ធ្វើសំណងសងនៅផលប៉ះពាល់ដោយឡែកខ្ញុំសូមជម្រាបអាប់ដេតជូនម្ដងទៀតថាពួកខ្ញុំមិនទាន់បានទទួលសំណងនៃផលប៉ះពាល់នេះទេមិនមែនគ្រាន់តែប៉ះរបងប៉ុន្តែផ្ទះរបស់ពួកខ្ញុំក៏ប៉ះពាល់ដែរហើយអញ្ចឹងត្រូវការរុះរើផ្សេងត្រូវការចំណាយទៅលើការរុះរើនិងរៀបចំឡើងវិញអញ្ចឹងខ្ញុំអត់មានអីច្រើនដើម្បីចែកជូនលោកអ្នកបងប្អូនទេគ្រាន់តែជាស្ថានភាពនៅព្រឹកថ្ងៃទី20នៅថ្ងៃទី8មិនិនានេះស្ងប់ស្ងាត់ដោយសារប្រហែលជាពួកគាត់រៀបចំកម្មវិធីទិវានារីអន្តរជាតិដូច្នេះជាស្ងប់ស្ងាត់ហើយពួកខ្ញុំនេះមិនអាចដើរទៅណាចោលបានដោយសារគេអាចនឹងឈូសឆាយគ្រប់ពេលវេលាហើយបើពួកខ្ញុំមិននៅទេគេនឹងកំទេចផ្ទះខ្ញុំនេះអញ្ចឹងខ្ញុំត្រូវការទាំងលុយកាក់ទាំងពេលវេលាក្នុងការរៀបចំហើយដោយឡែកសំណូមពរដល់ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជាលោកជួយមើលដល់មន្ត្រីក្រមអាវ៉ាត់ដែលធ្វើការបម្រើប្រជាពលរដ្ឋហើយអស់លោកផលប៉ះពាល់សងខ្លះមិនសងខ្លះនេះជាអ្វីដែលខ្ញុំសំណូមពរមិនមែនជាការប្រឆាំងតវ៉ាឡើយខ្ញុំទាំងគ្រួសារយកព្រមបើកផ្លូវយើងមិនតវ៉ាទៅលើការបើកផ្លូវទេប៉ុន្តែអ្វីដែលពួកខ្ញុំមិនសុខចិត្តគឺតកតងទៅនឹងសំណងនៃផលប៉ះពាល់អ្នកខ្លះបានអ្នកខ្លះអត់បានក្នុងនោះមាន5គ្រួសារតាមដែលខ្ញុំដឹងបានទទួលសំណងពីផលប៉ះពាល់នៃការធ្វើផ្លូវអ៊ីនេះចំណែកប្រហែលគ្រួសារទៀតខ្ញុំមិនដឹងប៉ុន្តែមាន3គ្រួសារទាំងខ្ញុំដែលចេញមុខមកតវ៉ាដោយសារមិនទាន់បានទទួលសំណងលើផលប៉ះពាល់ទាំងផ្ទះទាំងរបងនេះអរគុណច្រើននេះជាអ្វីដែលខ្ញុំអាប់ដេតជូននៅព្រឹកថ្ងៃទី8មិនិនាឆ្នាំ2026អរគុណ